ជំរាបសួរគ្រាជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបមួយខ្ញុំបាទឆេងជាមួយនឹងវីដេអូញ៉ាំប្រហុកទៀតហើយក៏ប៉ុន្តែប្រហុកលើកនេះជាប្រភេទប្រហុកថ្មីគឺជាស្នាដៃរបស់ខ្ញុំអ្នកដែលធ្លាប់ញ៉ាំស្នាដៃខ្ញុំដឹងហើយថាប្រហុកខ្ញុំធ្វើនេះគឺជាប្រហុកច្រាំជាមួយអំពិលទុំអញ្ចឹងជាមួយគ្រឿងជាមួយអំពិលទុំគឺនិយាយថាឲ្យញាក់សម្រាប់អ្នកដែលធ្លាប់ស្គាល់ខ្ញុំអីធ្លាប់ញ៉ាំស្នាដៃខ្ញុំដឹងថារសជាតិបែបណាអញ្ចឹងណាអញ្ចឹងតើឥឡូវមកអញ្ជើញភាសាឆ្ងាញ់ជាមួយខ្ញុំទាំងអស់គ្នាហើយនេះជាប្រភេទស្លឹកលៀបហើយស្លឹកលៀបហ្នឹងអូអ្នកនរគ្នានិយាយមែននេះពុកម៉ែបងប្អូនជ្រលក់ចេះមកនេះបាយកកពុកម៉ែបងប្អូននេះហើយពុកប្រាំងយើងមកមិនស្រោយពុកម៉ែបងប្អូនទាំងនេះឆ្ងាញ់ខ្លាំងហ្មងអ្នកដែលគាត់ធ្លាប់នៅមួយខ្ញុំអីធ្លាប់ញ៉ាំស្នាដៃខ្ញុំប្រហុកហ្នឹងដឹងហើយថារសជាតិបែបណាយើងដាក់ចេះមកហើយម្ទេសយើងប្រហុកច្រាំតតែហឹលមិនឆ្ងាញ់ម៉ែបងប្អូនគ្នានេះពុកម៉ែបងប្អូនទាំងអស់គ្នាឃើញប្លែកអត់ថាគេត្រួយអានោះក៏ខ្ញុំយកមកញ៉ាំដែរដោយសារតែញ៉ាំទៅឆ្ងាញ់ដូចគ្នាហើយបើយើងត្រឡប់ខ្លាញ់យកមកញ៉ាំជាមួយទឹកជ្រលក់កាន់តែឆ្ងាញ់ឆ្ងាញ់នេះមកចាំដល់អ្នកមើលអ្នកថតក៏លេបទឹកមាត់ដែរមិនក៏ឥឡូវដល់វគ្គភ្លក់ស្បៃរឿងម្ដងដល់ឆ្ងាញ់ទេព្រោះបន្លែស្រស់បេះថ្មីហ្មងមើលនេះអ្នកនៅស្រែយើងគ្មានអីឆ្ងាញ់ជាងប្រហុកទេទៅដល់ស្រុកគេក៏ដល់កនឹកប្រហុកដែរពេលយើងទៅស្រែចកាហើយយើងបានច្រាំប្រហុកចេះអូបាយបានហ្មងងាប់ញ៉ាំលេងថតលេងអត់បាយយកមួយចានរឿងសាហាវដែរអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណដល់ម៉ាក់ខ្ញុំនៅខាងក្រោយហ្នឹងកំពុងតែជីកស្មៅគាត់បានដាំបន្លែទាំងអស់ហ្នឹងមានស្បៃរឿងមានអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនគ្នាបាយ